ngàyនេះគឺខ្ញុំនឹងមកបកស្រាយពីហេតុអ្វីបានជាខ្ញុំឈប់លេង Free Fire ឬក៏ឈប់ផុសវីដេអូមូលហេតុគឺមកពីទូរស័ព្ទខ្ញុំវាជាប់ស្អីគេ recover mode អីនោះវាខូចយេមទៅដល់ពេលចឹងទៅខ្ញុំក៏យកវាទៅធ្វើទៅហើយក៏បានបាត់ account Free Fire បាត់ account អីទាំងអស់យកឡើងហ្មងហើយខ្ញុំក៏អត់មាន CapCut ដែរអញ្ចឹងខ្ញុំត្រូវការ down CapCut down Free Fire ដើម្បីលេងសារថ្មីហើយខ្ញុំបាន download Free Fire ហើយខ្ញុំកុំគិតថាខ្ញុំកុហកវាមើលខ្លួនឯងដឹងហើយនេះណាលោ Rancher នេះខ្ញុំឲ្យ level ប្រហែលនឹង level ធ្វើការ level 8ទៀតហើយខ្ញុំមិនបាច់ខ្លាចថាខ្ញុំធ្លាក់ទឹកដៃឬក៏ទឹកដៃអន់ជាងមុនធ្លាក់ទឹកនឹងទៅបាត់ទឹកដៃខ្លាំងរបស់ខ្ញុំមិនទេបាទគឺវានៅទេបាទគឺនៅទេចឹងគឺដោយសារតែខ្ញុំចង់ឲ្យនៅខាងឃើញពីទឹកដៃរបស់ខ្ញុំឥឡូវទីចិត្តគឺខ្ញុំនឹងចូលវគ្គឡើងនោះដើម្បីលេងខ្ញុំដល់ Free Fire ឲ្យលេងបានទៅយប់ដែរលេងបានមួយក្រែដែរឥឡូវខ្ញុំធ្វើការចូលទៅក្នុងវគ្គឡើងនោះអានេះអីវិញដល់ទៅដល់ទេដល់នេះបាច់ចូលលេងយកនេះឲ្យយើងចូលធ្វើការចុចវគ្គចំមានរយកាត់ឡើងនេះឥឡូវគឺយើងធ្វើការយកអារបស់ free សិនបាទហើយជំនាញចូលវគ្គឡើងនោះដើម្បីចូលលេងបាទចូលបានស្អីនេះមួយអីគេចំអីវិញកាត CS មកទេឥឡូវគឺយើងធ្វើការបើកកដោដែលគេឲ្យទៅបានកាក់150ហើយចប់មកយើងធ្វើការចូលលេងវគ្គឡើងនោះហើយអាសัตว์ស្អីនោះនេះអាសัตว์នេះខ្ញុំមិនដឹងបានមកពីណាទេគេឲ្យ free ខ្ញុំឃើញដូចគេឲ្យ free តែដឹងដែរគ្រាន់តែបើកមកបានយកមកចំបាក់នេះលេងអីគីឡូខ្លាំងទេតាប៉ា gaming tower ខ្ញុំយល់ថាគាត់បាញ់ខ្លាំងថាលេងអត់ស្គាល់គាត់ផងខ្ញុំគឺគីឡូអន់ដែរទេមិនមែនគីឡូខ្លាំងអីណាស់ណាទេបាទហើយឥឡូវវាមកដាក់តកឲ្យដាក់តកអូតូឯណាទៅប៉ែមកអីយ៉ា3ក្បាលមួយអូយអាប៉ែនេះគីឡូសាអីចំយាប៉ែនេះក៏គីឡូសាក៏ដែរគ្នាបាទអូយអាប់យាប៉ែនឹងក៏គីឡូសាហើយទៅឲ្យយើងធ្វើការបាញ់រ៉ាអញសាមោះច្រឡំឯណាវ៉ាហើយវគ្គបន្ទាប់គឺខ្ញុំនឹងមិនស្លាប់ទៀតទេបាទហើយមូលហេតុគឺមូលហេតុប្រាប់ហើយតាអូប្រាប់ហើយហើយនិយាយមូលហេតុទៀតគឺឥឡូវគឺយើងធ្វើការបាញ់តគុំខ្វល់ពីអ្វីគ្រប់យ៉ាងនេះមើលជាមួយបាញ់វិធីខ្ញុំហ៎ចូលគាត់ប៉ក់បាញ់ចោលសុទ្ធចូលគាត់ដែរឃើញមើលបូកធីមគាត់មួយបាទស្អីយើងគីឡូកាក់អត់មាន friend ទេ friend 0បាទអូខេឥឡូវគឺយើងធ្វើការដាក់អានេះមួយ scan ROM នេះអីយ៉ាមនុស្សនៅក្រោយអីគេតកទីតក2វាដាក់តកអូតូហើយខ្ញុំធ្លាប់ទៅដាក់តកខ្លួនឯងរងាប់បាត់ហើយងាប់បាត់ហើយអត់តកបាត់សុំក្បាលមួយបាំងតកបាត់សុំក្បាលមួយសុំឈឺអីយ៉ាបងបោកឈាមចឹងពេលគាត់បោកឈាមយ៉ាងបោកឈាមដែរមកអូខេពាំងអត់ចូលក្បាលទេអត់ត្រូវមនុស្សអត់ឃើញមនុស្សបាត់មនុស្សទៅណាទៅខ្ញុំសុំក្បាលមួយគេសុំក្បាលមួយអត់
ត្រូវទេសុំក្បាលមួយអត់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 ត្រូវទេអាយ៉ាគាត់ពងបោកឈាមសុំក្បាលមួយអូខេបាទឥឡូវយើងធ្វើការបោកឈាមឌឺគាត់ទៅបាទអែមខាងមែនតើបាទវគ្គនេះគឺខ្ញុំមកបង្ហាញទឹកដៃរបស់ខ្ញុំផងគឺខ្ញុំមកប្រាប់ហេតុផលដែលខ្ញុំមិនចេញវីដេអូហងមកហើយឥឡូវគាត់បាញ់ស្នាប់អីមិញដូចឃើញបាញ់ស្នាប់អូស្នាប់អូខេខ្ញុំបាញ់ខ្លាំងអញ្ចឹងខ្ញុំដាក់ម៉ូតដាក់ម៉ូតថាលេងហ្នឹងណាទឹកដៃរបស់ខ្ញុំអាយ៉ាតកកមួយខ្ញុំត្រឡប់ហើយបាទត្រឡប់ដាក់តកកអូតូហើយបាទអីចឹងនិយាយតាមផាត់ពីមាត់ហ្នឹងទៅឲ្យខាតតកកមួយបាទអូនៅឡើយចុះមិនប៉ាំងលឿនបាទអីចុះបានលឿនណាអូតាអានទឹកដៃខ្ញុំតតិចថាទឹកដៃបងខ្ញុំឬទឹកដៃរបស់នេះខ្ញុំចូលក្បាលមួយហើយចូលក្បាលពីរគ្រាប់ចូលក្បាលទៀតដេកស្ដោកទៅបោកឈីមមួយអូខេហើយវេខ្ញុំថាហោនិយាយគេមិនហោនឹកសិនហោនិយាយគេមិនអូផ្លេចបាត់នេះអូហ្នឹងហើយអាហ្នឹងគឺជាទឹកដៃរបស់ខ្ញុំបាទគឺមិនមែនជាទឹកដៃអីទាំងអស់មិនមែនជាទឹកដៃគេមិនមែនជាទឹកដៃម៉ាក់ខ្ញុំអីឬក៏ទឹកដៃប៉ាខ្ញុំអីទេគឺទឹកដៃខ្ញុំផ្ទាល់ហើយឥឡូវនេះគឺខ្ញុំមកពីខ្ញុំបាញ់ចូលក្បាលរហូតដល់សាប់ហ្មងដើមសវណ្ណ FF ចឹងសូមអរគុណគាត់ផងបាទហើយកុំភ្លេចជួយចូលទៅ Subscribe គាត់ផងបាទហើយអ្នកទី2ដែលជួយឲ្យខ្ញុំបាញ់ក្បាលច្បាស់ហ្នឹងគឺប្រូរុនទេបាទអញ្ចឹងកុំភ្លេចជួយទៅ Subscribe គាត់ដើម្បីអរគុណឲ្យសាយពួកគាត់ជាអ្នកដែលជូនខ្ញុំឡើងឲ្យទៅតំបន់ចូលក្បាលគេបាទប្រូរុនគាត់បាញ់ប្រភេទ XM8 ឬក៏អីផ្សេងហ្នឹងហើយខ្ញុំមើលទៅឃើញគាត់អស់ក្បាលហើយវាខ្ពស់ដល់ពេលទៅវាចូលក្បាលអញ្ចឹងខ្ញុំធ្វើតាមគាត់ទៅចូលក្បាលហើយបើនិយាយអំពីស្នាប់វិញបងដាំសវណ្ណគាត់ប្រាប់ឲ្យអស់ឡើងលើដល់ពេលទៅខ្ញុំអស់តាមគាត់ទៅបានចូលហើយបាទហើយខ្ញុំបាញ់នេះគឺបាញ់ដោយចិត្តដឹងនិយាយថាម៉េចហ្នឹងភ្លេចអត់ចូលក្បាលទេអត់ចូលក្បាលទេវគ្គនេះខ្ញុំចើនិយាយលេងទេសុំក្បាលមួយអូម៉ាក់ឯឡងក្បាលច្បាស់តែបាញ់ឲ្យចូលក្បាលឃើញបាទមិញអេឡងក្បាលច្បាស់តែរត់មកឡើងត្រង់អូយសំខាន់បាញ់ឲ្យចូលណាលេង Woodpecker ហើយ Woodpecker បាញ់ឆាប់ចូលចាស្នាប់យ៉ាងតែខ្ញុំលេង Woodpecker សង្ឃឹមថាអាចមកគុំសង្ឃឹមថាអាចឡើងបាន5មេសោះព្រុចសុំក្បាលមួយហើយងាប់បានហើយអបាញ់ខ្លាចចាញ់ពេកដោះដាក់យកកំភ្លើងរះមកបាញ់គេស្អីគេយើងនឹងស្អីគេជាគីឡូខ្លាំងឬខ្ញុំឲ្យស្រូយកអូខេបាទហ្នឹងគឺយើងបានឈ្នះហើយបាទគីឡូកាក់ថាលេងហ្នឹងណាគីឡូយើងគឺជាគីឡូកាក់នោះទេបាទបាញ់ដូចអាចទេបាទតែស្ដាប់ថាខ្លួនឯងបាញ់ចូលក្បាលបាញ់ដូចអាចទេបាទហើយចឹងគឺបាយបងប្អូន